បាទសូមស្វាគមន៍ថ្ងៃនេះគឺយើងនឹងសិក្សាមេរៀនវិជ្ជារបស់យើងបន្ថែមទៀតថ្ងៃនេះគឺយើងនឹងសិក្សាទៅលើគុណនាមដែលភាសាអង់គ្លេសគេហៅថា adjective adjective នោះគឺមានន័យថាគុណនាមអូខេអញ្ចឹងគុណនាមគឺមានអត្ថន័យយ៉ាងណាហើយយើងប្រើប្រាស់វាដូចម្ដេចតោះឥឡូវយើងធ្វើការសិក្សាដូចតទៅជាដំបូងគឺយើងត្រូវស្គាល់អំពី definition គឺមានន័យថាគុណនាមអ្វីទៅជាគុណនាម adjective is a word that is used to modify noun អញ្ចឹងគេថា adjective មានន័យថាគុណនាមហ្នឹង is a word គឺជាពាក្យដែលត្រូវបានគេប្រើដើម្បីបញ្ជាក់លក្ខណៈឲ្យនាមអូខេអញ្ចឹងពាក្យថា is used ហ្នឹងមានន័យត្រូវបានគេប្រើ to modify ហ្នឹងគឺដើម្បីបញ្ជាក់លក្ខណៈ modify ហ្នឹងមានន័យបញ្ជាក់លក្ខណៈអូខេបញ្ជាក់លក្ខណៈឲ្យ noun adjective indicates quality of person, thing, place, animals, etc. អញ្ចឹង adjective ហ្នឹងគឺមានន័យថាចង្អុលបង្ហាញទៅដល់គុណភាពនៃ quality នេះមានន័យគុណភាពហើយពាក្យ indicate ហ្នឹងគឺមានន័យថាសំដៅចង្អុលបង្ហាញឬក៏រៀបរាប់បង្ហាញ quality មានន័យគុណភាព of a person នៃមនុស្ស thing វត្ថុ place ទីកន្លែង animals សត្វ etc. លក្ខនឹងលក្ខអូខេអញ្ចឹងនេះគឺជានិយមន័យនៃ adjective នៃគុណនាម examples ឥឡូវយើងក៏លេចចូលទៅមើល example ទៅលើនិយមន័យអូខេអ្វីទៅជាគុណនាមអញ្ចឹងគុណនាមមានអីខ្លះអូខេនេះ adjective are tall ខ្ពស់ short ទាប thin ស្គមឬក៏ស្ដើង bad អាក្រក់ good ល្អ dirty កក្រិចកខ្វក់ long វែង hot ក្តៅ cold ត្រជាក់ small តូច big ធំ cheap ថោក expensive ថ្លៃ clever ឆ្លាត slow យឺត smart ឆ្លាតlazy ខ្ជិល industrial ហ្នឹងគឺប្រែថាឧស្សាហ៍ព្យាយាមអូខេ opposite lazy វាផ្ទុយទៅនឹងពាក្យ lazy so the adjective that I read in the box okay there are some long adjective some short adjective អញ្ចឹងគុណនាមដែលខ្ញុំបានរៀបរាប់នៅក្នុងប្រអប់នេះគឺសិតសឹងតែពាក្យសម្រាប់បញ្ជាក់លក្ខណៈឲ្យ noun ណាគុណនាមខ្លះវាវែងគុណនាមខ្លះវាខ្លីគុណនាមដែលមួយម៉ាត់អញ្ចឹងគេហៅថា short គុណនាមដែលចាប់ពី2ម៉ាត់ឡើងទៅឧទាហរណ៍ដូចជា expensive 3ម៉ាត់អូខេ clever 2ម៉ាត់អញ្ចឹងគុណនាមចាប់ពី2ឡើងទៅគេហៅថា long adjective គុណនាមវែងអូខេបន្តិចទៀតយើងនឹងសិក្សាទៅលើថាតើលក្ខណៈរបស់ short adjective គុណនាមខ្លីយ៉ាងម៉េច long adjective គុណនាមវែងយ៉ាងម៉េចអូខេឥឡូវយើងសិក្សាត្រួសទៅលើការប្រើប្រាស់របស់ adjective ដើម្បីឲ្យការសិក្សាភាសាអង់គ្លេសរបស់បងប្អូនកាន់តែរីកចម្រើនកាន់តែយល់ណា small man គឺមានន័យថាបរោះតូចអូខេអញ្ចឹងយើងក៏លេចមើលអូខេអញ្ចឹងពាក្យថា man ហ្នឹងគឺបរោះវាគឺជា noun វាគឺជានាមហើយពាក្យដែលខ្ញុំសរសេរអក្សរ bold អក្សរលក្ខណៈច្បាស់ល្អនឹងគេវាជា adjective វាគឺជាគុណនាមតួនាទីរបស់វាគឺសម្រាប់បញ្ជាក់លក្ខណៈឲ្យនាមដែលនៅខាងក្រោយវានៅក្នុងភាសាអង់គ្លេសគឺខុសពីភាសាខ្មែរត្រង់ថាយើងដាក់គុណនាមនៅខាងមុខអូខេ adjective stand before noun គុណនាមឈរពីខាងមុខនាមណាអូខេម៉ែនេះគឺជានាមអញ្ចឹងនៅពេលដែលយើងប្រើយើងត្រូវប្រើពីនាមមកវិញបរោះតូចអូខេបរោះតូចអញ្ចឹងពាក្យតូចនេះវាបញ្ជាក់លក្ខណៈឲ្យបរោះបើសិនជាយើងដាក់តែបរោះអត់មានដាក់ពាក្យតូចយើងអត់ដឹងថាបរោះនឹងយ៉ាងម៉េចទេអញ្ចឹងពាក្យ small នេះគឺវាបញ្ជាក់លក្ខណៈឲ្យ noun ហើយកាលណាវាបញ្ជាក់លក្ខណៈឲ្យ noun វានាំឲ្យខ្លួនវាคล้ายទៅជា adjective คล้ายទៅជាគុណនាមដោយនិយមន័យដែលយើងបានសរសេរខាងលើនេះ adjective គឺជាពាក្យដែលប្រើសម្រាប់បញ្ជាក់លក្ខណៈឲ្យ noun អូខេអញ្ចឹងហើយពាក្យ small នេះគឺវាបញ្ជាក់ឲ្យនាម man នេះបរោះហ្នឹងគឺវាតូចអូខេអញ្ចឹងវាបញ្ជាក់អីគេអញ្ចឹងវាបញ្ជាក់ឲ្យ noun អញ្ចឹងនាំឲ្យខ្លួនវាហ្នឹងគឺជា adjective អញ្ចឹងសង្ឃឹមថាបងប្អូនយល់ adjective ហ្នឹងគេប្រើយ៉ាងម៉េចគឺសម្រាប់បញ្ជាក់លក្ខណៈឲ្យ noun ហើយគេប្រើវានៅខាងមុខ noun ណា
short girl គឺមានន័យថាក្មេងស្រីតូចអូខេបើសិនជាក្នុងភាសាខ្មែរគឺយើងសរសេរពាក្យក្មេងស្រីនេះមុនទើបសរសេរពាក្យទៀបនេះក្រោយណាយើងក្នុងភាសាខ្មែរយើងសរសេរ noun first adjective after យើងសរសេរនាមមុនគុណនាមក្រោយប៉ុន្តែនៅក្នុងភាសាអង់គ្លេសគឺវាផ្ទុយស្រឡះពីភាសាខ្មែរនៅក្នុងភាសាអង់គ្លេសគេសរសេរ adjective first and after noun អូខេហើយនឹងនាមពីខាងក្រោយវិញណាអញ្ចឹង short girl មានន័យថាក្មេងស្រីទាបនៅពេលដែលយើងបកប្រែខ្មែរគឺយើងត្រូវបកប្រែក្មេងស្រីមកមុនណាក្មេងស្រីទាបអញ្ចឹងពាក្យទាបនេះ short នេះវាបញ្ជាក់លក្ខណៈឲ្យក្មេងស្រីអញ្ចឹងឲ្យនាំមកខ្លួនវាគឺជា adjective អូខេ chip car នេះគឺឡានថោកអូខេអញ្ចឹងយើងសរសេរពាក្យ chip មុនណាផ្ទុយពីភាសាខ្មែរ chip car ឡានថោកអូខេអញ្ចឹង chip នេះវា modify ឲ្យ car អញ្ចឹង chip នេះគឺវាបញ្ជាក់លក្ខណៈឲ្យឡានថាឡានហ្នឹងវាយ៉ាងម៉េចឡានហ្នឹងគឺវាថោកអូខេ expensive clothes expensive មានន័យថាថ្លៃ clothes សម្លៀកបំពាក់អញ្ចឹងនៅពេលដែលយើង modify ឲ្យ noun ណាមួយគឺយើងត្រូវយក adjective ហ្នឹងគុណនាមហ្នឹងដាក់ខាងមុខ noun ហ្នឹងអូខេ expensive clothes សម្លៀកបំពាក់ថ្លៃអូខេ good book សៀវភៅល្អ dirty hand ដៃកខ្វក់អូខេអញ្ចឹងពាក្យ dirty នេះវាបញ្ជាក់លក្ខណៈឲ្យ hand ណាវាជា adjective smart boy ក្មេងប្រុសឆ្លាតអញ្ចឹងពាក្យ smart នេះគឺវាបញ្ជាក់លក្ខណៈឲ្យក្មេងប្រុសអូខេ boy ជា noun អញ្ចឹងនាំឲ្យ smart ជា adjective ជាគុណនាម lazy student នេះគឺសិស្សខ្ជិលអញ្ចឹងពាក្យ lazy នេះគឺវាបញ្ជាក់នៅឲ្យសិស្សថាតើសិស្សនឹងវាយ៉ាងម៉េចអូខេសិស្សហ្នឹងគឺវាខ្ជិលអញ្ចឹងនាំឲ្យ lazy ហ្នឹងវាជា adjective cold arm គឺដៃត្រជាក់អញ្ចឹងពាក្យដៃហ្នឹងគឺវាបញ្ជាក់លក្ខណៈដោយពាក្យ cold ណាបើសិនជាអត់មាន cold ហ្នឹងទេយើងអត់ដឹងថាដៃហ្នឹងវាមិនទេអញ្ចឹងពាក្យ cold ហ្នឹងគឺវាបញ្ជាក់លក្ខណៈឲ្យដៃអូខេអញ្ចឹងវាជា adjective អញ្ចឹងសង្ឃឹមថាបងប្អូនយល់ចំណុចនេះណា adjective គឺត្រូវបានគេប្រើសម្រាប់បញ្ជាក់លក្ខណៈឲ្យនាមហើយគេប្រើវានៅខាងមុខនាមអូខេបងប្អូនយល់គឺផ្ទុយអំពីភាសាខ្មែរយើងយើងដាក់នាមមុនហើយយើងដាក់ adjective ក្រោយប៉ុន្តែនៅក្នុងភាសាអង់គ្លេសគឺគេដាក់ adjective មុនគេដាក់ noun គេដាក់នាមក្រោយអូខេសង្ឃឹមថាបងប្អូនយល់ហើយនៅពេលដែលយើងសរសេរគឺបងប្អូនត្រូវតែគិតហើយ adjective នេះគឺវាមានមុខងារសម្រាប់បញ្ជាក់លក្ខណៈឲ្យនាមនឹងកាន់តែច្បាស់បើមិនជាយើងដាក់គុណនាមនេះកាន់តែច្រើនអ្នកស្ដាប់គាត់កាន់តែច្បាស់គាត់កាន់តែស្គាល់ច្បាស់នៅនាមដែលនៅខាងមុខនេះដែលនៅខាងក្រោយនេះណាអូខេតោះឥឡូវយើងចូលដល់ចំណុចមួយទៀត short and long adjective ឥឡូវយើងត្រូវស្គាល់ថាអ្វីទៅ short ខ្លីអូខេ and long adjective មានន័យថាគុណនាមខ្លីនិងគុណនាមវែងអញ្ចឹង short adjective អូខេ short adjective is the adjective that has only one syllables អូខេអញ្ចឹងគេថា short adjective គុណនាមខ្លីហ្នឹងគឺជាគុណនាមដែលមានតែមួយព្យាង្គ one syllable អូខេកន្លែងនេះ one ណាមិន on ទេបងប្អូនបន្ថែមអក្សរ e កន្លែងនេះមួយទៀតមក one syllable អូខេអញ្ចឹង short adjective គុណនាមខ្លី is the adjective គឺជាគុណនាម that has only one syllable ពាក្យ syllable ហ្នឹងមានន័យថាព្យាង្គបើយើងគិតសាមញ្ញគឺចំនួនម៉ាត់ណាមួយម៉ាត់ហ្នឹងគេហៅមួយព្យាង្គឧទាហរណ៍ពាក្យខ្លះវាមាន2ម៉ាត់ចឹងទៅឧទាហរណ៍ណា example ឧទាហរណ៍អូខេ sin នេះមានន័យថាស្គមឬស្ដើង sin តែមួយម៉ាត់ទេអញ្ចឹងអាហ្នឹងគេហៅថា one syllable មានន័យថាមួយព្យាង្គគេឲ្យឈ្មោះវាថា short adjective គុណនាមខ្លីណា poor នេះក៏ one syllable ដែរគឺមានតែមួយព្យាង្គទេគឺ poor មានន័យថាមួយម៉ាត់អូខេ poor នឹងប្រែថាក្រ rich នឹងប្រែថាមាន fat ហ្នឹងគឺធាត់ smart ហ្នឹងគឺមានន័យថាឆ្លាត tall មានន័យថាខ្ពស់ cheap មានន័យថាថោកអញ្ចឹងគុណនាមដែលខ្ញុំបានសរសេរនេះគឺជា short adjective គឺជាគុណនាមខ្លីដោយសារតែវាមានសំឡេងតែមួយម៉ាត់អូខេ one syllable short adjective has only one syllable អូខេគុណនាមខ្លីគឺគុណនាមដែលមានសំឡេងតែមួយម៉ាត់
Okay, now move to long adjective តើឥឡូវយើងជួបដល់ long adjective គុណនាមវែង What is long adjective តើអ្វីទៅដែលហៅថា long adjective គុណនាមវែង Long adjective is the adjective that has more than one syllable អញ្ចឹង long adjective នេះគុណនាមវែងគឺជាគុណនាមដែលមានចំនួនព្យាង្គច្រើនជាងមួយ Okay, more than one ហ្នឹងមានន័យថាច្រើនជាងមួយ syllable មានន័យថាច្រើនជាងមួយព្យាង្គ Okay, example ឧទាហរណ៍ hungry នេះឃ្លានអញ្ចឹងនៅក្នុងគុណនាមមួយនេះគឺវាមានពីរម៉ាត់ដែលភាសាអង់គ្លេសគេហៅថា two syllable ឧទាហរណ៍ថា hung ហ្នឹងគឺមួយ syllable ឡា agree ហ្នឹងគឺមួយ syllable មួយទៀតអញ្ចឹងពាក្យហ្នឹងវាផ្គុំឡើងដោយពាក្យ hungry មានន័យថាឃ្លានអញ្ចឹងមានន័យថាពីរម៉ាត់អញ្ចឹងភាសាអង់គ្លេសគេឲ្យឈ្មោះថា long adjective ជាគុណនាមវែង Okay, handsome គឺមួយម៉ាត់ some គឺមួយម៉ាត់ទៀតអញ្ចឹងបូកចូលគ្នាបានពីរម៉ាត់សង្ហា Okay, គេឲ្យឈ្មោះថា long adjective ដូចគ្នា beautiful ហ្នឹងគឺស្រស់ស្អាតអញ្ចឹងពាក្យស្រស់ស្អាតហ្នឹងគឺវាមានរហូតដល់ទៅ3ម៉ាត់នោះដែលភាសាអង់គ្លេសគេហៅថា three syllables 3ព្យាង្គណាអញ្ចឹងវាក៏ចាត់ចូលជា long adjective ដែរនិយាយទៅឲ្យតែគុណនាមចាប់ពី2ឡើងទៅគេឲ្យឈ្មោះថា long adjective Okay, beautiful ស្រស់ស្អាត stubborn នេះគឺមានន័យថាឆ្មើងរឹងរូសណា stubborn Okay, អញ្ចឹងគុណនាមដែលយើងបានឃើញនេះគឺសុទ្ធសឹងតែជា long adjective ណា because it has more than one syllable short adjective it has only one syllable Okay, គុណនាមមួយព្យាង្គគុណនាមខ្លីមានតែមួយម៉ាត់គុណនាមវែងគឺចាប់ពីពីរម៉ាត់ឡើងទៅនៅពេលដែលយើងស្គាល់ច្បាស់គុណនាមវែងគុណនាមខ្លីបន្តិចទៀតយើងនឹងសិក្សាទៅលើលក្ខណៈនៃការប្រើប្រាស់របស់គុណនាមណាវាមានលក្ខណៈយ៉ាងណាចំពោះវែងនិងខ្លី Okay, adjective appear in different position in a sentence adjective មានន័យថាគុណនាមហ្នឹងគឺ appear ហ្នឹងគឺបង្ហាញឲ្យឃើញ in different position នៅក្នុងទីតាំងផ្សេងគ្នា in a sentence នៅក្នុងប្រយោគ One, the adjective that come before a noun is called an attributive adjective Okay, adjective that come before noun មានន័យថាគុណនាមដែលដាក់ពីខាងមុខនាម is called គឺត្រូវបានគេហៅថា an attributive adjective ជាគុណនាមរាយរាប់ឬក៏គុណនាមចង្អុលបង្ហាញប្រាប់ឬក៏គុណនាមបញ្ជាក់លក្ខណៈ Okay, an attributive adjective នោះគឺគុណនាមបញ្ជាក់លក្ខណៈអញ្ចឹងទៅណា example ឧទាហរណ៍ in ខ្មែរនៅក្នុងភាសាខ្មែរ in English នៅក្នុងភាសាអង់គ្លេសអញ្ចឹងនៅក្នុងការសរសេរ adjective ហើយនិង noun ក្នុងភាសាអង់គ្លេសនិងក្នុងភាសាខ្មែរគឺមានលក្ខណៈផ្ទុយគ្នាអញ្ចឹងហើយនៅក្នុងនេះគឺខ្ញុំដាក់សរសេររបៀបជាភាសាខ្មែរនិងសរសេរជារបៀបភាសាអង់គ្លេស Okay, write in Khmer style and write in English style in Khmer rule and in English rule Okay, the first we look at in Khmer តើឥឡូវដំបូងយើងត្រូវមើលរបៀបសរសេរជាភាសាខ្មែរយើង adjective come after noun គុណនាមគឺដាក់ពីខាងក្រោយនាមក្នុងភាសាខ្មែរណា adjective stand before nouns ហើយនៅក្នុងភាសាអង់គ្លេសគឺគុណនាមឈរពីខាងមុខនាមវិញ Okay, គឺវាផ្ទុយគ្នានៅពេលដែលយើងនិយាយខ្មែរហើយយើងប្រែទៅអង់គ្លេសបងប្អូនប្រយ័ត្នច្រឡំ Okay, ឧទាហរណ៍យើងសរសេរពាក្យថា cow big មានន័យថាគោធំបើយើងគិតតាមក្បួនវេយ្យាករណ៍ខ្មែរគឺត្រឹមត្រូវហើយគោធំណា cow ប្រែថាគោ big ប្រែថាធំ Okay, cow big ហ្នឹងគោធំអញ្ចឹងខ្ញុំសរសេរអក្សរពណ៌ក្រហមពណ៌ខ្មៅនេះគឺជា noun អក្សរពណ៌ក្រហមគឺជា adjective ហើយនៅពេលដែលយើងសរសេរពាក្យគោធំហ្នឹងជាលក្ខណៈក្បួនច្បាប់វេយ្យាករណ៍ភាសាអង់គ្លេសយើងសរសេរថា big cow ហ្នឹងគឺប្រែថាគោធំណាយើងមិនប្រែថាធំគោទេដូចក្នុងភាសាខ្មែរយើងនេះ Okay, គឺបងប្អូនកន្លែងមើលគឺផ្ទុយគ្នាណា man tall ហ្នឹងប្រែថាបរិសុទ្ធខ្ពស់ហ្នឹងគឺតាមរបៀបខ្មែរយើងនៅក្នុងភាសាអង់គ្លេសគេសរសេរថា tall man Okay, បរិសុទ្ធខ្ពស់ Okay, we write adjective first after we write noun in English rule and in Khmer rule we write noun first and after that we write adjective Okay, it opposite
student lazy ក្នុងភាសាខ្មែរយើងសិស្សខ្ជិល when you write in English lazy student នៅពេលដែលយើងសរសេរភាសាអង់គ្លេសគឺមានន័យថា lazy student គឺសិស្សខ្ជិលដូចគ្នាអូខេ girl pretty ហ្នឹងគឺស្រីស្អាតចឹងទៅណាក្មេងស្រីស្អាតដល់ភាសាអង់គ្លេសគេសរសេរថា pretty girl អូខេមានន័យក្មេងស្រីស្អាតនេះរបៀបសរសេរជាភាសាអង់គ្លេសអញ្ចឹងគឺសរុបមកនៅពេលbook black សៀវភៅពណ៌ខ្មៅយើងសរសេរជាភាសាអង់គ្លេស black book សៀវភៅពណ៌ខ្មៅអូខេនេះគឺជារបៀបនៃការសរសេរភាសាអង់គ្លេសអញ្ចឹងនៅពេលដែលយើងសរសេរគឺបងប្អូនមិនត្រូវយក style តាមការសរសេរជាអក្សរខ្មែរយើងនោះទេអូខេពីព្រោះនៅក្នុងការនិយាយការដែលយើងសរសេរ style តាមរបៀបវេយ្យាករណ៍ខ្មែរគឺគេឲ្យយើងខុសអញ្ចឹងនៅពេលដែលបងប្អូនប្រើអង់គ្លេសត្រូវតែសរសេរឲ្យត្រឹមត្រូវតាមភាសាអង់គ្លេសណាអូខេយើងត្រូវយករបៀបនេះ big cow យើងត្រូវដាក់ adjective first we write adjective first after that we write noun យើងដាក់គុណនាមមុនបន្ទាប់មកគឺយើងប្រែ noun ក្រោយដាក់ noun ក្រោយអូខេជាងសង្ឃឹមថាបងប្អូនយល់ត្រង់ចំណុចនេះនៃការប្រើប្រាស់គុណនាម adjective come after linking verbs adjective come after linking verbs អញ្ចឹងគុណនាមត្រូវបានតាមពីក្រោយដោយកិរិយាសព្ទអូខេដែលគេហៅថាកិរិយាសព្ទភ្ជាប់ណាអញ្ចឹងកន្លែងនេះគឺយើងកុំដាក់អីព្រោះថាកិរិយាសព្ទនឹងវាច្រើនណាការណារបស់នឹងច្រើនគឺគេមិនដាក់ទៀតទេអូខេអញ្ចឹងយើងលុបនេះចោលផង adjective come after linking verb អូខេគុណនាមត្រូវបានដាក់តាមពីក្រោយដោយ linking verb មានកិរិយាសព្ទភ្ជាប់អញ្ចឹង linking verb នឹងមានអីខ្លះដែលយើងអាចឲ្យ adjective ដាក់ពីក្រោយវាបានមាន to be កិរិយាសព្ទ to be នឹង feel អូខេ sound etc លក្ខណៈតើឥឡូវយើងសិក្សាចំណុចមួយអញ្ចឹងក្នុង to be នឹងវាមានន័យខ្លះនេះ am is are was were នឹងគឺ to be ហើយអាហ្នឹងណា am is are នឹង to be ក្នុង present was were គឺ to be នៅក្នុង past simple ក្នុងអតីតកាលអញ្ចឹងបើសិននៅក្នុង to be អញ្ចឹងគឺយើងអាចបូកមួយ adjective ពីក្រោយវាបានហើយឥឡូវយើងសិក្សាទៅលើ adjective មាន tired អស់កម្លាំង pretty ស្រស់ស្អាត interesting គួរចាប់អារម្មណ៍ handsome សង្ហា easy ងាយស្រួល kind ចិត្តល្អ expensive ថ្លៃអញ្ចឹងទាំងអស់នេះគឺជាគេហៅថា adjective អញ្ចឹងនៅពេលដែលយើងសរសេរអូខេនេះ I am tired ខ្ញុំអស់កម្លាំងអញ្ចឹងយើងដោយសារ am វាគឺជា verb to be អញ្ចឹងយើងអាចដាក់ adjective ពីក្រោយវាបានហើយ I am tired អូខេខ្ញុំអស់កម្លាំងអញ្ចឹង adjective គឺវាអាចឈរនៅពីខាងក្រោយ to be ណាបងប្អូនទៅចាំកន្លែងហ្នឹង he is handsome គាត់ហ្នឹងគឺសង្ហាណាអូខេអញ្ចឹងគាត់គឺសង្ហា handsome គឺជា adjective អញ្ចឹងអាចនៅពីក្រោយ to be បានហើយវាជា link verb she is pretty នាងគឺស្រស់ស្អាតអញ្ចឹង pretty ជា adjective អញ្ចឹងយើងអាចប្រើ is កន្លែងនេះដោយសារតែមាន is កន្លែងនេះយើងអាចសេ pretty កន្លែងនេះបានព្រោះគុណនាមវាអាចឈរនៅក្រោយ to be ណា it was interesting វាគឺគួរចាប់អារម្មណ៍ណាស់អញ្ចឹង was ហ្នឹងគឺជា verb to be ដែរ verb to be ក្នុងអតីតដែលវាមកពី is ហ្នឹងឬក៏ am អូខេអញ្ចឹងយើងអាចដាក់គុណនាមពីក្រោយបានណាវាគឺគួរចាប់អារម្មណ៍ this exercise is easy លំហាត់នេះគឺវាងាយស្រួលអញ្ចឹងពាក្យ is នេះជា adjective ជា verb is នឹងជា verb to be អញ្ចឹងយើងអាចសេ adjective ពីក្រោយបាន they are expensive ពួកវាគឺថ្លៃណាស់អញ្ចឹង expensive នឹងគឺជា adjective អញ្ចឹងយើងអាចវាអាចឈរនៅក្រោយ to be បានអូខេ we were kind ពួកយើងគឺចិត្តល្អអញ្ចឹងពាក្យ kind ហ្នឹងគឺជា adjective អញ្ចឹងវាអាចឈរនៅក្រោយ were បានពីព្រោះ were ហ្នឹងជា verb to be អូខេ turtle are slow turtles are slow សត្វអណ្ដើកទាំងឡាយគឺវាយឺតអញ្ចឹង slow នេះជា adjective អញ្ចឹងយើងអាចឈរដាក់ខាងក្រោយ to be បាន the students are clever សិស្សទាំងឡាយគឺវាឆ្លាតអូខេអញ្ចឹងពាក្យ clever នេះឆ្លាតអញ្ចឹងហើយគឺយើងអាចដាក់នៅខាងក្រោយ to be នៅក្រោយ a នេះបានអញ្ចឹងសរុបវិញគឺយើងអាចដាក់ to be នៅខាងដាក់ adjective នៅខាងក្រោយ to be បានណា
ព្រោះ to be វាគឺជាប្រភេទនៃ linking verb អូខេ sound នេះក៏ជា link verb ដែរក៏ជា linking verb ដែរអញ្ចឹងក៏យើងអាចដាក់ adjective ពីក្រោយវាបាន example this song sounds sweet ឧទាហរណ៍ថាបទចម្រៀងនេះគឺស្ដាប់ទៅវាពិរោះអញ្ចឹងពាក្យ sounds មានន័យថាស្ដាប់ទៅណាស្ដាប់ទៅឬក៏ឮសូរទៅ sweet ហ្នឹងគឺពិរោះអញ្ចឹង sweet ជា adjective អញ្ចឹងយើងអាចដាក់ពីក្រោយ sound នេះបានដោយសារ sound នេះវាជាប្រភេទ linking verb អូខេ it sound bad វាស្ដាប់មើលទៅគឺអាក្រក់ណាស់អូខេអញ្ចឹង sound វាជា link verb អាចដាក់គុណនាមបានហើយ it sound interesting វាស្ដាប់មើលទៅគឺគួរចាប់អារម្មណ៍ណាអូខេអញ្ចឹងកន្លែង the word that I underline are adjective ពាក្យទាំងឡាយណាដែលខ្ញុំគូបន្ទាត់ហ្នឹងគឺជាគុណនាមហើយអូខេ it sound good អូខេវាស្ដាប់មើលទៅគឺល្អអូខេស្ដាប់មើលទៅល្អជាគុណនាមដែរ adjective ដែរអញ្ចឹងគេអាចដាក់វានៅក្រោយ sound បានដោយសារ sound នេះជា link verb ដូចគ្នាណាអូខេឥឡូវយើងក៏លេខមើលពាក្យ feel ហ្នឹងគឺប្រែថាមានអារម្មណ៍ feel អញ្ចឹងពាក្យ feel ហ្នឹងក៏យើងអាចប្រើគុណនាមពីក្រោយវាបានដែរពីព្រោះ feel ហ្នឹងវាជា linking verb I feel good ណាខ្ញុំមានអារម្មណ៍ល្អអូខេ I feel excited ខ្ញុំមានអារម្មណ៍ថារំភើបចិត្តសប្បាយរីករាយរំភើបហ្នឹង excited he feels happy គាត់មានអារម្មណ៍ថាសប្បាយចិត្តអូខេ she feels sad មានអារម្មណ៍ថាក្រៀមក្រំចិត្តអញ្ចឹងទៅណាឥឡូវយើងចូលដល់ចំណុចមួយទៀតគឺ smell ហ្នឹងប្រែថាធំក្លិនក៏ជា linking verb ដែរ this soup smells good សម្លនេះគឺធំក្លិនឆ្ងាញ់ធំក្លិនល្អមានន័យឈ្ងុយណា this soup smell good សម្លនេះធំក្លិនឈ្ងុយមានន័យធំក្លិនគួរឲ្យចង់ញ៉ាំណា this soup smell bad សម្លនេះគឺធំក្លិនអាក្រក់អូខេ smell bad this soup taste delicious សម្លនេះគឺមានរសជាតិឆ្ងាញ់អញ្ចឹងពាក្យ taste នេះបងប្អូនមើល taste នេះក៏ជាប្រភេទ linking verb ដែរយើងអាចដាក់គុណនាមបាន this soup សម្លនេះ taste delicious មានរសជាតិឆ្ងាញ់ this soup taste bad សម្លនេះគឺមានរសជាតិមិនឆ្ងាញ់រសជាតិអាក្រក់នេះគឺមិនឆ្ងាញ់អញ្ចឹង taste ក៏ជា linking verb ដែរយើងអាចប្រើគុណនាមពីក្រោយ taste បានណា delicious ហ្នឹងគឺគុណនាមហើយ bad delicious ហ្នឹងណាអញ្ចឹងមេរៀនរបស់យើងដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនពីមេរៀនរបស់យើងហើយបើសិនជាបងប្អូនមិនទាន់បានចុច subscribe សូមជួយចុច subscribe ផងពីព្រោះបងប្អូននឹងអាចរៀនភាសាអង់គ្លេសជាមួយខ្ញុំបានយ៉ាងងាយស្រួលណាបាយបាយអញ្ចឹងសូមជួបគ្នានៅមេរៀនក្រោយអូខេ